ជាងនាំចេះធ្វើកង់3ទៀតតាពិតទៅបងប្អូនកង់3ក៏ខ្ញុំធ្វើដែរតែណាស់តែខ្ញុំមិនសូវមានពេលធ្វើតើបងប្អូនព្រោះអីកង់3ប្រើពេលវេលាយូរពេកណាមួយវាចង្អៀតកន្លែងទៀតដោយសារកន្លែងខ្ញុំវាតូចហើយណាមួយមួយរយៈនេះម៉ូតូច្រើនអញ្ចឹងហើយកង់3ខ្ញុំមិនសូវទទួលទេខ្ញុំរៀងប្រឡែងបន្តិចអញ្ចឹងណាបងប្អូនអញ្ចឹងទេបងប្អូនឲ្យចង់មកធ្វើកង់3ផ្ទះខ្ញុំកុំអានមកអីទោះជាមកក៏ដោយបងប្អូនតាក់ទងមកសិនមកកុំឲ្យខកជើងព្រោះដោយសារខ្ញុំធ្វើអត់ទាន់ទេតែបើឃើញក្រៅស្រួលភាគច្រើនខ្ញុំធ្វើណាបងប្អូនខ្ញុំមកនិយាយពីកង់3នេះបន្តិចថាមានបញ្ហាអ្វីបានម្ចាស់គាត់អូសតាំងណាតាំងណីមកកង់3នេះបងប្អូនខ្ញុំសង្ស័យតែគប់ពេពីស្តុងគប់ពេម៉ាស៊ីនបាត់ហើយបងប្អូនព្រោះអីម្ចាស់គាត់បានប្រាប់ខ្ញុំថាកង់3គាត់នឹងថែមប្រេងរហូតអាសាថែមប្រេងណាមួយអាទិត្យឬក៏10ថ្ងៃអស់ប្រេងមកកំប៉ុងទៀតហើយបងប្អូនហើយពេលគាត់ជីដឹកមកហ្នឹងបងប្អូនគាត់ថាលឺសូឈឹបអាលុតឈឹបតែម្ដងអញ្ចឹងហើយបាទខ្ញុំសង្ស័យថាម៉ាស៊ីនហ្នឹងវាគប់ពេហ្នឹងបងប្អូនអញ្ចឹងបងប្អូនម្ចាស់កង់3ទាំងអស់អាចមើលវីដេអូនេះឲ្យចប់បានជាងតែគាត់ចង់ចេះក៏អាចមើលបានដែរបងប្អូនតែប៉ុន្តែបងប្អូនគ្រឿងកង់3គឺអត់ពិបាកធ្វើអីប្រហែលទេតែណាស់តែវាចង្អៀតហើយនឹងគ្រឿងបាក់រោតើបងប្អូនណាមួយប្រើពេលវេលាយូរទៀតហើយបើចំណេញច្រើនទេបងប្អូនចំណេញតិចតួចទេហើយកាត់ពេលវេលាច្រើននិយាយទៅបងប្អូនសម្រាប់ខ្ញុំធ្វើម៉ូតូផងធ្វើកង់3ផងវាពិបាកបន្តិចតែបងប្អូនជាងយើងធ្វើកង់3តាមុខជឿតែស្រួលហើយកង់3ទៅគេប្រកាសជាធ្វើហើយរយៈនេះបងប្អូនយើងខាងកង់3ប្រកាសជាខឹងជាងដំខ្លាំងហើយដោយសារគាត់អូសមកជាងដំអត់បានទទួលគាត់ដឹងធ្វើមិនទេបងប្អូនខ្ញុំដោះស្រាយមួយម្ចាស់ម៉ូតូគេមិនចង់បាននឹងមកធ្វើកង់3ទៀតដាច់ចោលជាងដំហើយអញ្ចឹងទៀតបងប្អូនប្រកាសជាដឹងហើយតែកង់3មានបញ្ហាអ្វីឲ្យពិតប្រកបនោះហើយសួរជាងដំមិននិយាយខ្សែអស់កម្លាំងម៉េចបើអស់កម្លាំងឲ្យបងប្អូនមកមេឃវាងាយអីហ្នឹងហើយកម្លាំងកាយកម្លាំងចិត្តក៏វាអស់ដែរក៏ទៀតជាងដំប្រកាសជាមានកម្លាំងវិញហើយព្រោះឯងងាយតិចជាងដំដាក់ជាហើយអញ្ចឹងឃើញថាសមីរបស់វាស្កូតអស់ហើយបងប្អូនតែវាគ្មានប្រេងសូម្បីមកតំណក់អញ្ចឹងហើយបាទម៉ាស៊ីននេះវាគប់ពេកៀងវាស្ទង់កវ៉ាត់អស់លេងមើលស្ទង់វាទៅឡើងឆេះខ្លោចកោតគ្រើមអស់ហើយបងប្អូនមើលចោះនិយាយទៅកៀងអាក់វាទៀតរោលមកចេញបងប្អូនអើយឡើងចត់បាយតែក៏ខ្ញុំអត់បានថតដល់បងប្អូនមើលទេខ្ញុំរោលឡើងចង់កន្លះម៉ោងមកខ្ញុំដោះវាចេញអញ្ចឹងម៉ាស៊ីនកង់3នេះធ្វើអីខ្លះដូរអីខ្លះហើយអស់លុយប្រហែលចាំវីដេអូក្រោយចាំខ្ញុំធ្វើឲ្យបងប្អូនបានទស្សនាទៀតអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនណាសូមអរគុណសូមជម្រាបលាតោះមកមើលកង់3ដែលខ្ញុំរើពីម្សិលមិញបន្តិចអញ្ចឹងនេះគ្រឿងដែលត្រូវដូរមានលកាមានរងមានហ្វឺតមានសេមីបេតុងសប៉ាប់មួយឈុតតែម្ដងនិយាយទៅដាក់គ្រឿងស៊ីនទាំងអស់អត់អាចប្រើបោះឡូបានទេណាបងប្អូនពិសេសនេះគឺអាសប៉ាប់នេះមកព្រោះតែវាងាយនឹងក្តៅងាយនឹងឆេះហើយតែឆេះគឺវាលុតតែឆេះស្មើក្រងទៀតជាប់ទេអញ្ចឹងមកនិយាយពីសេមីចាស់វាបន្តិចហេតុអីក៏បានជាខ្ញុំអត់សៃសេមីចាស់វាអញ្ចឹងតាមពិតទៅបងប្អូនខ្ញុំសៃក៏បានដែរក៏ប៉ុន្តែសេមីចាស់ពេលដែលយើងសៃទៅក៏ប្រើបានយូរទេយ៉ាងច្រើនទៅ3 4ខែវាស៊ីព្រៃឡើងវិញហើយសួរតែបើឈុលជារើយើងរើដាក់គ្រឿងល្អទៅលើសខ្វះគ្នាប្រហែលទៅអាគ្រឿងកង់3នេះសាំញ៉ាំបន្តិចហើយសេមីថ្មីដូរថ្មីស្ទង់ថ្មីក្បាត់ថ្មីដូចជាកង់3នេះអញ្ចឹងតែពេលខ្លះបងប្អូនតែ5ខែហើយវិញវាទៀងឯងបងប្អូនព្រោះតែខ្ញុំធ្លាប់ជួបហ្នឹងឯងបងប្អូនបាទខ្ញុំប្រាប់បងប្អូនហ្នឹងហើយបើឲ្យខ្ញុំធានាខ្ញុំមិនសូវហ៊ានធានាទេបងប្អូនព្រោះអីកង់3ប្រើការធ្ងន់ណាស់មិនដឹងជាបងប្អូនយកទៅប្រើវាមិនផងខែភេកលេផ្លុំអែមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេហើយឲ្យជើងដំធានាមានបញ្ហាជើងដំធ្វើអស់លុយទៀតឥឡូវចេះខ្ញុំមានវិធីមួយមានន័យថាកំណាត់លើយើងធ្វើបានស្អាតហើយហេតុអ្វីបានជាវាឆាប់ស៊ីប្រេងម៉ាស៊ីនវិញអញ្ចឹងកង់3នេះខ្ញុំបានពិភាក្សាជាមួយម្ចាស់គាត់ខ្ញុំសុំលាងម៉ាស៊ីនគាត់អាកាត់ខំគាត់ក៏ថាលាងមិនជាងដោះមែនខ្ញុំថាដោះឲ្យបងទៅទិញមួយសុទ្ធ2លីត្រមកចាំខ្ញុំចាក់ចូលក្នុងម៉ាស៊ីនខ្ញុំអង្គុយវល់ប្រឡង4 10ជុំ20ជុំ30ជុំ50ជុំ100ជុំអញ្ចឹងទៅចាក់តែ1លីត្រទេហើយខ្ញុំបរហូរចោលបន្ទាប់មកខ្ញុំចាក់1លីត្រទៀតខ្ញុំធ្វើអញ្ចឹងទៀតន័យថាវាកន្លុកម៉ាស៊ីនលាងម៉ាស៊ីនតិចទីអស់ដីអស់ក្អែលហើយនឹងផ្លុំខ្យល់ឲ្យវាស្អាតហើយតែក្នុងម៉ាស៊ីនវាស្អាតអស់ហើយពេលដែលយើងរៀបកាត់លើទៅវាប្រកាសជាស្អាតអញ្ចឹងដែរព្រោះអីប្រេងវាបូមពីក្រោមឡើងលើហើយចុះបើពីក្រោមមានដីមានកតិចទីប្រកាសជាបូមដីកតិចទីយកទៅលើដែរហើយវាបូមចូលចេនវាបូមចូលពីស្តុងនិយាយទៅបាញ់ទៅគ្រប់កន្លែងតែម្ដងហើយសំខាន់បំផុតគឺពីស្តុងនឹងតែម្ដងហើយតែប៉ះដីប៉ះខ្សាច់ប៉ះធលីប៉ះអីហ្នឹងតែងាយនឹងអស់ក្រវ៉ាត់នឹងស៊ីប្រេងឡើងវិញហើយនេះគ្រាន់តែវិធីខ្លះឲ្យបងប្អូនវាមិនបានស្អាត 100% ក៏ដោយខ្ញុំចង់និយាយបងប្អូនថ្ងៃមុនខ្ញុំខំធ្វើចង់ងាប់ព្រោះឡើងតិចឡើងទីលោកគាត់លើមកស្អាតអញ្ចឹងមានអាណា5ខែគាត់ថាស៊ីប្រេងវិញបាត់ហើយដល់លឺគាត់ថាអញ្ចឹងមកអន់ចិត្តនិយាយទៅអត់សប្បាយចិត្តខ្លួនឯងមកនឹងជាគាត់យកទៅប្រើវាមិននឹងជាគាត់ថែប្រេងឬក៏អត់រងថ្ងៃនេះបងប្អូនជាងគាត់ចង់ធ្វើម៉ូតូចង់ធ្វើកង់3ឲ្យបងប្អូនប្រើបានយូរតែណាតែពេលខ្លះវាអញ្ចឹងតាអញ្ចឹងបងប្អូនជាងយើងអាចសាក់បានណាហើយវិធីដែលខ្ញុំធ្វើក៏មិនថាជោគជ័យ 100% ដែរវាបាន 80% ដែរមើលកង់3នេះមួយខ្ញុំនឹងចំណាំទុកថាប្រហែលខែវាស៊ីប្រេងម៉ាស៊ីនវិញហើយខ្ញុំនឹងធ្វើវីដេអូកង់3ហ្នឹងឲ្យបងប្អូនបានទស្សនានឹងបានដឹងថាខ្ញុំធ្វើemហ្នឹងវាប្រើបានយូរឬក៏អត់ហើយខ្ញុំចាក់ប្រេងម៉ាស៊ីនម៉ាក Hyundai Xtra របស់កូរ៉េដែលខ្ញុំអាសាប្រាប់បងប្អូនហ្នឹងហើយខ្ញុំអីក៏ចាក់តែប្រេងហ្នឹងឯងដល់ខែដូរចាំមើលថាកង់3ហ្នឹងបានប្រហែលខែបងប្អូនដោយសារតែពីមុនគាត់ប្រើប្រេងម៉ាក់ផ្សេងគឺគាត់ដាក់ចាក់នេះតិចនោះតិចឥឡូវខ្ញុំឲ្យគាត់ប្រើប្រេងតែម៉ាក់ហ្នឹងចាំមើលវាបានប្រហែលខែនិយាយទៅប្រេង Hyundai Xtra នេះបងប្អូនប្រភេទកេះលេខគឺវាអាចចាក់បានគ្រប់ប្រភេទម៉ូតូកេះលេខមិនថាអាសង់ Viva អាគុកអាស្មាក់ V អាស្មាក់ Revo អីទាំងអស់និយាយទៅឲ្យតែប្រភេទកេះលេខគឺចាក់បានទាំងអស់ចំណែកឯប្រេងអូតូក៏អាចចាក់បានគ្រប់ម៉ូតូអូតូដែរបងប្អូនមិនថា Scoopy Nextlet TCX ADV គឺចាក់បានទាំងអស់តែក៏មិនលេខ20ហើយចាក់ប្រភេទអូតូចាំខ្ញុំប្រាប់វីដេអូក្រោយអញ្ចឹងខកង់3មួយជើងដំធ្វើឡើង2ថ្ងៃហើយបងប្អូនតែក៏ជើងដំចំណេញឃ្លុយខ្ទង់ 100000 ជាងដែរសមដែរតើបងប្អូនរកគេទៀត2ថ្ងៃ 100000 ឯហ្នឹងចោះនៅធ្វើម៉ូតូគេផ្សេងទៀតមិនមែនធ្វើតែកង់3មួយហ្នឹងណាតិចតិចកង់3មិនមែនចាក់2លីត្រហ្នឹងឯងបងប្អូនចាក់តែ1លីត្រ60ឯងតែ40ទៀតខ្ញុំទុកប្រេងកាឡេនិយាយទៅបើកង់3បងប្អូនរៀងស៊ីប្រេងអាចចាក់2លីត្រហ្នឹងបានអញ្ចឹងបងប្អូនដែលចង់ដូរប្រេងកង់3បងប្អូនអាចមកដូរផ្ទះខ្ញុំបានហើយរឿងដូរប្រេងមួយនេះគឺលឿនអញ្ចឹងខ្ញុំនឹងទទួលហើយតែបើធ្វើអីផ្សេងយ៉ាប់តិចឲ្យបងប្អូនអើយព្រោះម៉ូតូចូលពេញផ្ទះនឹងមានពេលណាធ្វើកង់3
ចឹងទេបងប្អូនកុំខឹងជាងនាំអីមួយទៀតចាំជាងនាំប្រិចសាខាអូសុប្រិចសាខាទៀតតឹងមានលុយមកពីណាបងប្អូនអើយជាងនាំរងងាយចំណេញតិចហ្នឹងគាត់ជ្រើមកដាក់អាចជាអស់ឃើញអត់ឲ្យតកង់3គេហើយចឹងមុខដឹងតែញឹមព្រោះចិត្តបានលុយគេអូអញ្ចឹងកង់3នេះបានឆេះបងប្អូនមួយទៀតបងមួយទៀតទៅមួយទៀតហេមកហើយអញ្ចឹងលេងនេះជាងនាំមកលុយដាក់អាចជាទៀតទេបងប្អូនអើយ